dây gạo mà ឃើញវីដេអូនេះហើយបងប្អូនអ្នកគ្នាកុំភ្លេចជួយ share ម្នាក់មួយផងខ្ញុំឃើញហើយស្ទើរសាក់ទឹកផ្នែកតែម្ដងចាំខ្ញុំដាក់រូបកាលពីមុនហើយនឹងគាត់ឥឡូវគឺខុសគ្នាឆ្ងាយមែនតើសូមអធិស្ឋានសម្រាប់ការអង្គុយរបស់ខ្ញុំដោយសារតែអត់មានអីអង្គុយណាមួយខ្ញុំធ្វើដំណើរពីឆ្ងាយដើម្បីទៅមើលគាត់ចឹងហើយរៀងអង្គុយដូចខ្វះការគួរសមទៅយាយជាក់ស្ដែងនៅបងប្អូនអ្នកគ្នាបានឃើញនេះហើយជាផ្ទះរបស់គាត់គឺគាត់នៅតែពីអ្នកម្ដាយរបស់គាត់ទេកូនក៏ឈឺម្ដាយក៏ឈឺជាក់ស្ដែងនៅបងប្អូនអ្នកគ្នាបានឃើញអញ្ចឹងលោកយាយគឺគាត់ចាស់ជរាខ្លាំងមែនតើខ្ញុំមិនដឹងថាពីណាមកពីណាទេនេះហើយគឺជាផ្ទះរបស់គាត់ដែលមានក្រេ2យាយ1កូន1គឺឈឺទាំងពីរនាក់ថតអត់បានឃើញលោកយាយទេណាមួយក៏ខ្ញុំអត់បានសុំការអនុញ្ញាតពីពួកគាត់ដែរអូនពៅរបស់ខ្ញុំទេគាត់នឹកឃើញហើយគឺគាត់ទាញកាមេរ៉ាមកថតបានប្រាប់គាត់ហើយណាប៉ុន្តែគាត់ទាញកាមេរ៉ាមកថតដោយសារតែខ្ញុំនឹងបកកាយកាត់ប្លុកបងប្អូនគ្នាអញ្ចឹងហើយគាត់ថាខ្ញុំធ្វើអីក៏ខ្ញុំថតដែរប៉ុន្តែជាក់ស្ដែងទៅខ្ញុំជួយនរណាម្នាក់គឺខ្ញុំកម្រទាញកាមេរ៉ាមកថតណាបងប្អូនគ្នាខ្ញុំខ្លាចជាថាយើងធ្វើបន់តែមុខកាមេរ៉ាអញ្ចឹងណាអញ្ចឹងហើយខ្ញុំឃើញវីដេអូហ្នឹងក៏ខ្ញុំសុំការអនុញ្ញាតដើម្បីផុសក្រែងបងប្អូនដែលមានសប្បុរសធម៌គាត់មានការជួយដល់ចាស់ដែលកំពុងតែឈឺដេកនៅឯផ្ទះជាមួយនឹងម្ដាយរបស់គាត់លោកយាយដែលចាស់ជរាហើយការនិយាយរបស់គាត់គឺនិយាយអត់ចាញ់ទេបងប្អូនគ្នាគឺមានការស្គមស្គាំងខ្លាំងមែនតើខ្ញុំគាត់តែឃើញហើយខ្ញុំមានការខ្លោចចិត្តបានត្រឹមតែអាណត្តិបំពង់កសំឡេងទីនិយាយលេងលឺហើយខ្ញុំក៏បានឲ្យគាត់ក្រោកឈរបន្តិចអង្គុយអត់កើតឈឺច្បាស់ជង្គង់ឈឺចង្កេះរួមគឺថាឈឺពេញខ្លួនតែម្ដងបើដើរវិញទោះតែកាន់ឈើច្រត់ទៅដើរកើតដូចជាទៅបន្ទប់ទឹកឬក៏ទៅញ៉ាំបាយឲ្យជាដើមនិយាយរួមទៅដូចមនុស្សចាស់ជរាអាយុ50 60 70 80អញ្ចឹងមនុស្សធ្លាប់តែស្អាតឆ្លាតកែរូបរាយតែមិនគួរណាមកដេកលើក្រេផ្លាក់អញ្ចឹងសោះហើយខ្ញុំទៅនឹងគឺគាត់ប្រឹងនិយាយខ្លាំងមែនតើក៏ប៉ុន្តែគឺនិយាយអត់ចាញ់ទេបងប្អូនគ្នាហើយគាត់ព្យាយាមសើចទាំងតែខ្លួនឯងនឹងឈឺងើបអត់រួចទេកាន់តែឈើច្រត់ដើរជាក់ស្ដែងនេះគឺជារូបរបស់គាត់កាលពីមុននិយាយរួមទៅមនុស្សគាត់គឺជាមនុស្សល្អស្មោះត្រង់មិនចំណែនមិនឈ្នានីតែជួយយកអាសារអ្នកដទៃតែហេតុអីបានជាមនុស្សល្អបែរជាខ្លាយទៅជាបែបហ្នឹងក៏មិនធ្លាក់ទៅលើមនុស្សអាក្រក់ទៅហើយក៏ជូនពរចែកចាប់ជាសះស្បើយឡើងវិញស៊ូចែនៅមានមនុស្សល្អជាច្រើនមនុស្សជំវិញខ្លួននៅចាំមើលចែកជាឡើងវិញជាពិសេសគឺខ្ញុំនឹងជួយចាំលើកទឹកចិត្តចាំផ្ដល់កម្លាំងចិត្តឲ្យចែកជានិច្ចមនុស្សល្អទេវតានឹងថែរក្សាហើយខ្ញុំក៏មានអ្វីជួយគាត់ជាច្រើនដែរគឺមានតែបងប្អូនអរគ្នាសង្ឃឹមនឹងជួយ like ជួយ share ដើម្បីឲ្យបងប្អូនដែលគាត់មានចិត្តមេត្តាអាណិតជួយទៅកាន់គាត់ដែលមានការខ្វះខាតខ្លាំងមែនតើមានលុយក្នុងការព្យាបាលជំងឺហើយនឹងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យទេបងប្អូនហើយខ្ញុំក៏បានត្រឹមតែពិនិត្យជំងឺគាត់តិចតួចហើយផ្ដល់ថ្នាំជូនហើយនឹងថវិកាបន្តិចបន្តួចតែប៉ុណ្ណោះខ្ញុំជួយតាមលទ្ធភាពបងប្អូនអ្នកគ្នាអាចជួយតាមរយៈខ្ញុំឬក៏ QR code របស់គាត់ក៏បានដែរអរគុណទុកមុន